ភ្លៀងខ្លាំងបណ្ដាលឲ្យជនលិចផ្លូវនៅរដ្ឋធានីទីក្រុងបាងកកនៅខេត្តជុំវិញមួយចំនួនដល់ថ្នាក់អាជ្ញាធរប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះបានបណ្ដាលឲ្យមានទឹកជំនន់នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងបាងកកនិងខេត្តជុំវិញដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មានរបស់ថៃ The Nation Thailand ចុះផ្សាយនៅថ្ងៃទី5ខែឧសភាសប្តាហ៍នេះតាំងពីម៉ោង7ដល់ម៉ោង8ជាងព្រឹកផ្លូវនៅក្នុងសង្កាត់ជាច្រើនបានជន់លិចលង់ដោយសារតែចំនួនទឹកភ្លៀងដ៏ខ្លាំងក្លានៅថ្ងៃអង្គារសប្តាហ៍នេះផ្លូវដែលបានជន់លិចរួមមានប្រាសាក្នុងខេត្តសមុទ្រប្រការរួមទាំងផ្លូវរាមា IX ផ្លូវសម្ដេចប្រាភិនក្លៅនិងផ្លូវស្រីដាង្ការិនត្រាក្នុងទីក្រុងបាងកកនគរបាលបានជំរុញឲ្យសាធារណជនជៀសវាងផ្លូវដែលជន់លិចដោយសារទឹកជំនន់នៅតែបន្តកើតមាននៅឡើយយោងតាមនាយកដ្ឋានឧតុនិយមជាតិថៃបានឲ្យដឹងទៀតថាភ្លៀងធ្លាក់ពីតិចទៅមធ្យមនិងភ្លៀងធ្លាក់ខ្លាំងត្រូវបានគេសង្កេតឃើញនៅទូទាំងផ្នែកជាច្រើននៃទីក្រុងបាងកកនិងតំបន់ជុំវិញពេញមួយព្រឹកនេះខណៈដែលរងផលប៉ះពាល់ទីក្រុងបាងកកយ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហាអាកាសធាតុនេះនាយកដ្ឋានឧតុនិយមជាតិថៃបានណែនាំអ្នករស់នៅទីក្រុងបាងកកនិងខេត្តជិតខាងឲ្យតាមដានបច្ចុប្បន្នភាពអាកាសធាតុយ៉ាងជិតស្និទ្ធនិងជៀសវាងផ្លូវដែលងាយរងទឹកជំនន់ឬកកស្ទះខ្លាំងប្រសិនបើការធ្វើដំណើរមិនសំខាន់និងបានណែនាំផងដែរឲ្យបើកបរដោយការប្រុងប្រយ័ត្នដើម្បីសុខសុវត្ថិភាពភ្លៀងតាមមេពុកម៉ែបងប្អូនបានលិចលងអស់ហើយនៅពុកម៉ែបងប្អូនបានលិចខ្ទេចលិចខ្ទីហើយចង់សង្ឃឹមថាពិសេសបងប្អូនខ្មែរដែលទៅប្រកបការងារនៅទីក្រុងបាងកកប្រទេសថៃណាសូមបង្កើនការប្រុងប្រយ័ត្នបានខ្ពស់មែនតើដោយសារតែបញ្ហាហ្នឹងណាពុកម៉ែបងប្អូនអញ្ចឹងតាក់ទងទៅនឹងព័ត៌មានពុកម៉ែបងប្អូនចូលរួមបញ្ចេញមតិយោបល់ម្នាក់មួយផងហើយបើសិនជាលើកទៅលើសលួសត្រូវខុសដោយប្រការណាមួយនោះក៏សូមខន្តីអភ័យទោសជាចុងក្រោយសូមជម្រាបលា